bà bông ôn này chụp cái video thì bấy để tôi nâng assign điện này mật phone cho lơ router vào dưới. Ok default gateway hay nhung trong bài hai video mùi ní cứ để tôi nâng router SDMC và SDMC xem nhập đủ bên router AC mà pon bây giờ chẳng default gateway cái rồi copy cho rồi học cùng bảy cho mùi từ đó đi logo với bài này chẳng password với xong tốt user với cứ admin default với hay password với nó ba routerประเภท SDMC គឺក្បាលវាដូច setting អញ្ចឹងគឺ SDMC ពីមុខខ្ញុំបាន save ទុកនេះអញ្ចឹងដាក់ចូលមកអូខេចូលមកវាមានប៉ុណ្នេះfunction វាគឺមានប៉ុណ្ណឹងអញ្ចឹងតើតើនឹងការ set up យើងចូលពាក្យថា advanced setup បាទបន្ទាប់មកយើងចូលពាក្យ net បាទហើយយើងមើលខាងក្រោមវាមាន VLAN LAN WLAN បាទអញ្ចឹងអានេះស្តៀងជាមួយនឹង Huawei ទេយើងយកពាក្យថា LAN នោះបាទ scroll មកក្រោមគឺមានខាង LAN នេះគេដាក់ DNS server issue អញ្ចឹងនេះវា automatic មានន័យថា default របស់ router ហ្នឹងគឺវាចាប់ DNS automatic ទេអញ្ចឹងបើយើងចង់ set កំណត់ DNS របស់ mid phone យើង select លើវាមកយើងយកពាក្យ manually បាទអញ្ចឹង default វាគឺបែបនេះអញ្ចឹងយើង set របស់ DNS mid phone អញ្ចឹងគឺ117.120.24.1ចំពោះ secondary DNS គឺ .2 បាទតែប៉ុណ្ណឹងបងប្អូនគ្នាយើងចុច save បាទ save ជាប់តែម្ដងអញ្ចឹង DNS របស់យើងគឺប៉ុណ្ណឹងជូនបងប្អូនយើងចូល WAN មកវិញឬក៏refresh ឡើងវិញវានឹងជាប់ឲ្យ DNS ហ្នឹងកាលណាដែលយើងកំណត់ហើយគឺវានឹងជាប់ហើយបាទនេះចូល advanced setup ឡើងវិញ net LAN បាទ DNS របស់យើងដែលយើង set បាញ់មិញវាជាប់តែម្ដងអូខេចំពោះ SDMC dual band router AC 1200គឺមានប៉ុណ្ណឹងទាក់ទងនឹង guideline ការ set up ការ assign DNS អរគុណច្រើន